បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកចែករំលែកពីអត្ថប្រយោជន៍របស់ក្លឹមដើមកង្កោកបាទតំបន់ខ្លះគេហៅដើមមហាហង្សពីព្រោះនៅក្នុងវចនានុក្រមគឺឈ្មោះដើមមហាហង្សអញ្ចឹងណាបងប្អូនដើមកង្កោកវាមានក្លឹមពណ៌ខ្មៅបងប្អូនអញ្ចឹងគឺយើងអាចយកក្លឹមហ្នឹងមកព្យាបាលជំងឺក្អកធ្លាក់ឈាមជំងឺក្រំក្នុងបាទវិធីប្រើបងប្អូនគ្រាន់តែយកក្លឹមហ្នឹងមកកោសវាឲ្យហាលឲ្យស្ងួតហើយយកទម្ងន់10ក្រាមហើយមកដាំទឹកហូបហើយដាំទឹកហ្នឹងគឺយើងដាំទឹកមួយកំសៀវតែយើងរំងាស់យកតែមួយកែវដូចគ្នាដូចយើងប្រើសម្បកបាទអញ្ចឹងគឺបងប្អូនទាំងអស់គ្នាដែលគាត់មានបញ្ហាក្រំក្នុងបញ្ហាក្អកធ្លាក់ឈាមអីអាចប្រើប្រាស់ជាមួយនឹងក្លឹមដើមកង្កោកបានយើងគ្រាន់តែយកមកដាំទឹកពិសាបាទមួយថ្ងៃតែ3ដងហូបត្រឹមតែពី5ថ្ងៃទៅមួយអាទិត្យនឹងឃើញលទ្ធផលហើយបាទបងប្អូនស្គាល់ហើយដើមកង្កោកបាទគឺមានផ្កាស្អាតដែលនៅតាមស្រុកស្រែភាគច្រើនគាត់យកទៅថ្វាយទេវតាណាបងប្អូនហើយតាមវត្តភាគច្រើនគឺមានដាំបាទចឹងពុកម៉ែបងប្អូនបានដឹងពីអត្ថប្រយោជន៍ហើយបងប្អូនអាចដាំម្ដងក្បែរផ្ទះបានព្រោះអីការពារដល់ពេលមានជំងឺបន្ទាន់យើងអត់ដឹងទៅរកថ្នាំណាបានភ្លាមទេបងប្អូនអាចប្រើវិធីនេះបានបាទហើយនេះក៏ជាឱសថបុរាណខ្មែរយើងតាំងពីបរមបុរាណមកហើយបងប្អូនណាបងប្អូនអាចជួយshareចែករំលែកដល់អ្នកដែលគាត់មិនតាន់បានដឹងម្នាក់មួយផងបាទហើយនិយាយរួមដើមកង្កោកនេះគឺមានអត្ថប្រយោជន៍ច្រើនប៉ុន្តែក្នុងវីដេអូមួយខ្ញុំដាក់អត្ថប្រយោជន៍តែមួយទេខ្ញុំអត់ដាក់ច្រើនទេកុំឲ្យបងប្អូនស្ដាប់ទៅវារាំងញ៉ៃអញ្ចឹងណាហើយសូមជម្រាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំមានលក់ប្រដាប់ចាប់នៅលើម៉ូតូសម្រាប់បងប្អូនអ្នកដែលដឹកជញ្ជូនឬក៏បងប្អូនមិនបាច់ចាំអ្នកដឹកជញ្ជូនទេដែលគាត់អត់សូវស្គាល់ផ្លូវអីចង់មើល GPS ឬមើល location អីបងប្អូនទិញអានេះដាក់បានបាទមួយឈុតរបស់វា$5 free ដឹកហើយនេះបងប្អូនមានមួកមានអីចឹងណាការពារក្តៅការពារអីចឹងណាបងប្អូនបាទឃើញថាយើងប្រើអានឹងល្អមែនទែនជាពិសេសអ្នកដឹកជញ្ជូនឃើញថាគាត់កាន់ទូរស័ព្ទផងគាត់បើកម៉ូតូផងអញ្ចឹងបើប្រើនេះគឺល្អមែនទែនបងប្អូនបាទបងប្អូនទិញខ្ញុំដឹកឲ្យដល់កន្លែងតែម្ដងហើយបងប្អូនត្រូវការកាបូបរោះដែលស្ពាយនៅខាងមុខគឺកាបូបស្អាតបែបហ្នឹងណាបងប្អូនអាចតាក់ទងមកបានមាន3ថតកាបូបនេះមួយតែ10000ទេបងប្អូនបាទកាបូបហ្នឹងយើងស្ពាយខាងមុខដាក់ទូរស័ព្ទដាក់អីយើងអាចបញ្ចូលភ្លើងទូរស័ព្ទបញ្ចូលអីបានមួយសេតបាទគឺស្អាតមែនទែនរូបរាងកាបូបបងប្អូនមើលបាទសាច់កាបូបគឺល្អមែនទែនណាបាទដោយសារខ្ញុំទិញមកតិចទេទិញមកច្រើនបងប្អូនអត់សូវជួយគ្រប់គ្រងអញ្ចឹងណាបងប្អូនបាទអរគុណច្រើនបងប្អូន